ដំណាក់កាលដែលព្យាការីមហាម៉ាត់សុលឡាឡៃវ៉ាសាឡាមផ្លាស់ប្ដូរពីយុវជនម្នាក់មកជាបុរសដ៏មានឥទ្ធិពលបំផុតនៅសង្គមម៉ាកាសដោយសារតែសិលធម៌ដ៏ខ្ពង់ខ្ពស់របស់លោករកអ្នកព្រៀបផ្ទឹមពុនបានការកសាងកេរ្តិ៍ឈ្មោះអាល់អាមីនគឺអ្នកដែលគួរឲ្យទុកចិត្តបំផុតក្នុងវ័យ20ឆ្នាំព្យាការីមហាម៉ាត់សុលឡាឡៃវ៉ាសាឡាមមិនមែនជាយុវជនដែលដើរលេងកម្សាន្តដូចអ្នកដទៃនោះឡើយលោកត្រូវបានគេស្គាល់ទូទាំងទីក្រុងម៉ាកាសតាមរយៈគុណសម្បត្តិពីរយ៉ាង1. អាស៊ីទីអ្នកដែលនិយាយតែពាក្យពិតមិនដែលកុហកសូម្បីតែម្ដងក្នុងជីវិតរបស់លោក2. អាល់អាមីនអ្នកដែលរក្សាការសម្ងាត់និងទ្រព្យសម្បត្តិរបស់អ្នកដទៃបានយ៉ាងល្អបំផុតមនុស្សម្នាតែងតែយកមាសប្រាក់ទ្រព្យសម្បត្តិមកផ្ញើនឹងលោកព្រោះពួកគេគិតថាលោកនឹងមិនប៉ះពាល់ទ្រព្យសម្បត្តិឬមាសប្រាក់ទាំងនោះឡើយក្នុងកំឡុងពេលនេះដែរលោកបានចូលរួមក្នុងសម្ព័ន្ធភាព Al-Fudel ដែលជាកិច្ចព្រមព្រៀងរវាងកុលសម្ព័ន្ធនានាដើម្បីការពារអ្នកដែលត្រូវបានគេជិះជាន់ឬប្លន់យកទ្រព្យសម្បត្តិនៅទីក្រុងម៉ាកាសលោកធ្លាប់មានប្រសាសន៍ថាលោកមានមោទនភាពនឹងកិច្ចព្រមព្រៀងនេះយ៉ាងខ្លាំងជាងការទទួលបានសត្វអូតក្រហមគឺទ្រព្យសម្បត្តិមហាសាលទៅទៀតលោកស្រីខតទីចាស់គឺជាស្ត្រីមេម៉ាយដែលមានទ្រព្យសម្បត្តិស្ដុកស្ដំនិងមានកិត្តិយសបំផុតក្នុងចំណោមជនជាតិអារ៉ាប់គេហៅគាត់ថាតាហ៊ីរ៉ាគឺស្ត្រីដ៏បរិសុទ្ធគាត់ត្រូវការបុរសដែលស្មោះត្រង់ដើម្បីដឹកនាំជំនួញរបស់គាត់ទៅកាន់ប្រទេសសេរីលោកស្រីខតទីចាស់បានជួលជាការីមហាម៉ាត់សុលឡាឡៃវ៉ាសាឡាំឲ្យដឹកនាំក្បួនជំនួញហើយបានបញ្ជូនអ្នកបម្រើចំណិតម្នាក់ឈ្មោះម៉ៃសារ៉ោះឲ្យទៅតាមសង្កេតមើលអាកប្បកិរិយារបស់លោកម៉ៃសារ៉ោះនៅពេលត្រឡប់មកវិញម៉ៃសារ៉ោះបានរាយការណ៍ប្រាប់លោកស្រីខតទីចាស់នៅរឿងរ៉ាវដ៏អស្ចារ្យម៉ៃសារ៉ោះឃើញពពកហោះតាមបាំងកម្ដៅថ្ងៃឲ្យព្យាការីមហាម៉ាត់សុលឡាឡៃវ៉ាសាឡាំម៉ៃសារ៉ោះឃើញភាពស្មោះត្រង់ដាច់គេក្នុងការជួញដូរដោយមិនបង្កើនតម្លៃហួសហេតុនិងមិនកុហកអតិថិជនប្រាក់ចំណេញដែលទទួលបានគឺច្រើនជាងការធ្វើជំនួញកាលពីមុនទាំងអស់បន្ទាប់ពីបានឮនៅគុណសម្បត្តិដ៏កម្របែបនេះលោកស្រីខតទីចាស់ដែលធ្លាប់តែបដិសេធបរោះអ្នកមាននិងមេដឹកនាំជាច្រើនដែលមកស្ដីដណ្ដឹងគាត់ក៏បានសម្រេចចិត្តសូមជាការីមហាម៉ាត់សុលឡាឡៃវ៉ាសាឡាំរៀបការជាមួយតាមរយៈមិត្តភក្តិម្នាក់ឈ្មោះណាហ្វីសាព្យាការីមហាម៉ាត់សុលឡាឡៃវ៉ាសាឡាំបានពិគ្រោះច្បល់ជាមួយនឹងលោកអ៊ំរបស់គាត់គឺអាប៊ូតាឡិបអំពីបញ្ហាការសូមរៀបអាពាហ៍ពិពាហ៍នេះហើយលោកក៏យល់ព្រមនៅពេលនោះលោកមានអាយុ25ឆ្នាំចំណែកឯលោកស្រីខតទីចាស់មានអាយុ40ឆ្នាំលោកបានផ្ដល់សត្វអូតចំនួន20ក្បាលជាបណ្ណាការនេះគឺជាអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលបំផុតលោកស្រីខតទីចាស់មិនត្រឹមតែជាភរិយាប៉ុណ្ណោះនោះទេប៉ុន្តែជាមិត្តដ៏ល្អបំផុតជាអ្នកគាំទ្រនិងជាទីប្រឹក្សាដ៏ឆ្លាតវៃរបស់ព្យាការីមហាម៉ាត់សុលឡាឡៃវ៉ាសាឡាំដរាបណាលោកស្រីខតទីចាស់នៅរស់ព្យាការីមហាម៉ាត់សុលឡាឡៃវ៉ាសាឡាំមិនដែលរៀបការជាមួយនឹងស្ត្រីផ្សេងទៀតនោះឡើយនៅពេលលោកមានអាយុ35ឆ្នាំមានទឹកជំនន់ធំបានធ្វើឲ្យវិហារកបាសខូចខាតកុលសម្ព័ន្ធទាំងអស់បានសហការគ្នាជួសជុលវាឡើងវិញប៉ុន្តែនៅពេលដល់ដំណាក់កាលចុងក្រោយគឺការលើកថ្មខ្មៅទៅដាក់កន្លែងដើមទំនាស់ដ៏ធំមួយបានកើតឡើងកុលសម្ព័ន្ធនីមួយចង់បានកិត្តិយសនេះម្នាក់ឯងរហូតដល់ស្ទើរតែផ្ទុះសង្គ្រាមកើតឡើងពួកគេបានព្រមព្រៀងគ្នាថាអ្នកណាដែលដើរចូលមកក្នុងវិហារមុនគេនៅព្រឹកស្អែកនឹងក្លាយជាអ្នកកាត់សេចក្តីម្នាក់នោះគឺព្យាការីមហាម៉ាត់សុលឡាឡៃវ៉ាសាឡាំលោកបានដោះអាវធំរបស់លោកក្រាលលើដីរួចដាក់ថ្មខ្មៅនៅកណ្ដាលលោកឲ្យមេដឹកនាំកុលសម្ព័ន្ធនីមួយចាប់កាន់ជាយអាវម្ខាងម្នាក់ហើយលើកឡើងព្រមគ្នានៅពេលមកដល់ទីតាំងលោកក៏លើកថ្មនោះដាក់ទៅក្នុងជញ្ជាំងដោយដៃលោកផ្ទាល់គ្រប់គ្នាពេញចិត្តនឹងកោតសរសើរបញ្ញារបស់លោកយ៉ាងខ្លាំងចាប់ពីចំណុចនេះទៅព្យាការីមហាម៉ាត់សុលឡាឡៃវ៉ាសាឡាំចាប់ផ្ដើមមានអារម្មណ៍ថាចង់នៅម្នាក់ឯងនិងចង់ស្វែងរកសេចក្តីពិតនៃជីវិត
លោកបានចំណាយពេលច្រើនទៅអង្គុយសង្ចិនគិតនៅក្នុងល្អាងភ្នំមួយ ដែលនាំទៅដល់ការចុះមកនៃអាយត្ត5ដំបូង រឿងរ៉ាវនេះសូមការស្លេះត្រឹមប៉ុណ្នេះ ប្រសិនបើបងប្អូនចង់ដឹងនៅរឿងរ៉ាវរបស់ព្យាការីមហាម៉ាត់សុលឡាឡោះអាឡៃហ៊ីវ៉ាសាឡាំអំពីដំណើរជីវិតដ៏អស្ចារ្យរបស់លោកបន្តទៀត សូមតាមដាននៅលើ page Muslim Open Studio ប្រសិនបើវីដេអូនេះមានប្រយោជន៍ដល់បងប្អូន សូមធ្វើការចែករំលែកទៅកាន់អ្នកដទៃទៀតដើម្បីជាប្រយោជន៍ទាំងអស់គ្នា Assalamu alaikum wa rahmatullahi ta'ala wa barakatuh